មហាជនមកពីគ្រប់ទិសទីយ៉ាងច្រើនកកកចូលរួមព្យុហយាត្រាដើរដើម្បីសន្តិភាព March for Peace ដើម្បីបង្ហាញពីស្មារតីគាំទ្រសន្តិភាពជាពិសេសជំរុញឲ្យមានការគោរពបទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនារសៀលថ្ងៃទី18ខែធ្នូឆ្នាំ2025សហភាពសហព័ន្ធយុវជនកម្ពុជាដឹកនាំដោយឯកឧត្តមហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំកម្មវិធីដើរដើម្បីសន្តិភាព March for Peace ដែលជាការដើរថ្មើរជើងចម្ងាយ3គីឡូម៉ែត្រគិតចាប់ពីផ្សាររាត្រីមុខមាត់ទន្លេរហូតដល់សួនច្បារវិមានឯករាជ្យដំណើរព្យុហយាត្រាដើម្បីសន្តិភាពនេះគឺធ្វើឡើងដើម្បីបង្ហាញពីបំណងរបស់កម្ពុជាដែលចង់បានសន្តិភាពមិនចង់ឃើញការបំផ្លិចបំផ្លាញវិនាសកម្មនិងការបាត់បង់ណាមួយបន្ថែមទៀតឡើយក្នុងដំណើរនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតលីឆេងតំណាងរាជមណ្ឌលរាជធានីភ្នំពេញស្ថាបនិកអគ្គនាយក Belty Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ Belty អន្តរជាតិថ្នាក់ដឹកនាំបុគ្គលិកលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យសិស្សនិស្សិតព្រមទាំងយុវជននៃ Belty Group សរុបចំនួនប្រមាណ 5000 នាក់ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិរាប់ម៉ឺននាក់មកពីគ្រប់ទិសទីរួមមានទាំងព្រះតេជគុណព្រះសង្ឃចាស់ព្រឹទ្ធាចារ្យមន្ត្រីរាជការសហគ្រិនអាជីវករសិល្បករកីឡាករសិស្សនិស្សិតដើម្បីជាការបង្ហាញទៅអន្តរជាតិរួមទាំងប្រជាជនថៃផងដែរថាកម្ពុជាមិនត្រូវការសង្គ្រាមកម្ពុជាចង់បានសុខសន្តិភាពត្រូវការការផ្សះផ្សាដើម្បីកសាងជំនឿទុកចិត្តសាជាថ្មីនិងបញ្ចប់វិនាសកម្មទាំងឡាយលើប្រជាជាតិប្រទេសទាំងពីរទន្ទឹមនឹងនេះវត្តមានជនរួមជាតិទាំងអស់និងឆន្ទៈដ៏មោះមុតរបស់បងប្អូនខ្មែរយើងជាសក្ខីភាពឆ្លុះបញ្ចាំងថាខ្មែរតែងតែរួមសុខរួមទុក្ខនិងរួមទទួលខុសត្រូវលើជោគវាសនាជាតិខ្លួនដោយនាងខ្ញុំហងពុតបរមីផ្សាយចេញពី Belty IU News សូមអរគុណសូមជម្រាបលាBelty International University, the future of global leaders.